សួរបងប្អូនទាំងអស់គ្នាឥឡូវនេះយើងចូលមកកាន់មេរៀនរបស់យើងតទៀតណាហើយថ្ងៃនេះគឺខ្ញុំសូមបង្ហាញអំពីការរៀបចំនៅក្នុងធ្វើយ៉ាងណាឲ្យ account របស់យើងនោះក្លាយទៅជា account មួយរឹងមាំពេញលេញណាជៀសវាងនៅក្នុងការ check point ឬក៏បញ្ហា disable restrict នៅពេលដែលយើងយក account របស់យើងទៅប្រើប្រាស់ជាការពិតនៅពេលដែលបងប្អូនយក account ទៅ book page បងប្អូនប្រកាសជាជួបនៅបញ្ហាជាច្រើនបើសិនបងប្អូនមិនបានបំពេញរាល់ចំណុចសំខាន់ៗឲ្យបានរួចរាល់អញ្ចឹងនៅពេលដែលបងប្អូនបានរៀបចំ account បងប្អូនឲ្យបានត្រឹមត្រូវរឹងមាំអញ្ចឹងមិនសូវជាមានបញ្ហានោះទេចំពោះ account របស់ខ្ញុំមួយខ្ញុំមិនដែលមានបញ្ហាទេណាដោយសារតែយើងបានរៀបចំ account របស់យើងរឹងមាំយើងអាចប៊ូសបានរាប់សិបឆ្នាំមិនងាយនឹងខូចមិនទាន់មានបញ្ហា check point ឬក៏ disable ម្ដងណាឡើយអញ្ចឹងនៅក្នុងវីដេអូនេះគឺសំខាន់មែនទែននៅពេលដែលបងប្អូនមាន account ហើយបងប្អូនត្រូវចេះរៀបចំ account បងប្អូនឲ្យបានត្រឹមត្រូវតែម្ដងអញ្ចឹងជាដំបូងយើងចូលមកកាន់ account របស់យើងមកបងប្អូនចូលមកកាន់ account ហើយបងប្អូនធ្វើការបំពេញព័ត៌មានយើងយកពាក្យថា edit profile អញ្ចឹងត្រង់កន្លែងនេះបងប្អូនអាចបំពេញមកកន្លែង bio មានន័យថាកន្លែង bio គេឲ្យយើងពិពណ៌នាអំពីខ្លួនយើងចង់ព័ត៌នាពីអីអញ្ចឹងយើងសរសេរមកសួស្ដីអីចឹងទៅឬក៏យើងស្វាគមន៍អីចឹងទៅហ្នឹងស្រេចតែយើងទេបងប្អូនចង់ដាក់អ្វីក៏បានដែរកន្លែងហ្នឹងឥឡូវខ្ញុំដាក់ថាសួស្ដីបងប្អូនអរគ្នាចឹងទៅយើងចេះតែដាក់មកកន្លែងហ្នឹងដាក់អាម៉េចក៏បានដែរតោះនេះចឹងសួស្ដីបងប្អូនទាំងអស់គ្នាចឹងមកបងប្អូនទាំងអស់គ្នាខ្ញុំសូមដាក់ប៉ុណ្្នឹងទេគ្រាន់តែជាការឧទាហរណ៍ហើយខ្ញុំយកពាក្យថា save បន្តមកទៀតបងប្អូនមើលមកខាងក្រោមឃើញពាក្យថា intro នៅក្នុង intro នេះគឺជាកន្លែងបំពេញ introduce មានថាការណែនាំខ្លួនរបស់យើង introduce ណាអញ្ចឹងនៅក្នុង intro យើងត្រូវបំពេញមកទី1គឺ add pronoun ទី2គឺ add work ទី3គឺ add high school ទី4គឺ collect current city hometown និង relationship អញ្ចឹង 3-4 ចំណុចនេះបងប្អូនត្រូវតែបំពេញណាអញ្ចឹងកន្លែងទី1 add pronoun នេះបងប្អូនមិនបាច់បំពេញក៏បានដែរ add pronoun តាក់ទងទៅនឹងពាក្យពេចន៍ឈ្មោះរបស់យើងសម្លេងបញ្ចេញសម្លេងឈ្មោះរបស់យើងអញ្ចឹងមិនបាច់ទេកន្លែងហ្នឹងអត់ដាក់ក៏បានដែរ add verb បងប្អូនដាក់មកបងប្អូនធ្វើការនៅណាឥឡូវខ្ញុំឧទាហរណ៍ថាយើងដាក់នៅថាភ្នំពេញអញ្ចឹងយើងដាក់ភ្នំពេញតែម្ដងទៅណាយើងនៅភ្នំពេញយើង search មកបងប្អូនឃើញហើយយើងធ្វើការនៅណានៅភ្នំពេញដល់ភ្នំពេញប៉ុស្តិ៍អីចឹងទៅអញ្ចឹងភ្នំពេញយើងដាក់ភ្នំពេញប៉ុស្តិ៍ក៏បាននឹងស្រាប់តែយើងទេអត់អីទេហើយត្រង់កន្លែងនេះគេឲ្យយើង add position មុខងារការងារទូនាទីរបស់យើងជាអីគេណាអញ្ចឹងយើងមិនបាច់ដាក់ក៏បានអត់អីទេបន្តមកយើង share មកមិនបាច់ដាក់ទូនាទីដាក់អីទេបើសិនណាបងប្អូនដាក់ក៏ដាក់ទៅកន្លែងនេះគេឲ្យយើង share យើង share មួយទៅរួចរាល់ហើយបន្តមកបងប្អូន save អញ្ចឹងបន្តមកទៀតយើងចូលមកកាន់កន្លែងនឹងបន្តទៀតយើងយកពាក្យថា add work experience នេះមិនបាច់ដាក់ក៏បានដែរបងប្អូនណា education កន្លែងការអប់រំនេះអញ្ចឹងការអប់រំគឺមាន2មានសកលនិងមានវិទ្យាល័យអញ្ចឹងបងប្អូនដាក់សកលបងប្អូនដាក់មកបងប្អូននៅណារៀននៅភ្នំពេញហ៎វណ្ណដាឧទាហរណ៍ណាវណ្ណដាឬក៏ឥឡូវដាក់វណ្ណដាចឹងចុះវណ្ណដា instituteអញ្ចឹងយើង search មកបងប្អូននឹងឃើញអញ្ចឹង Vanda Institute ណា of Accounting បន្តមកយើងធ្វើការ save ទៅយើងរៀនពីឆ្នាំណាឆ្នាំបងប្អូនក៏បានដែរបន្តមកបងប្អូនដាក់ high school បងប្អូន select លើពាក្យថា high school បងប្អូនរៀននៅណា high school រៀននៅសាលាអន្តរទេវីឬក៏រៀននៅសាលាបាក់ទូកអីចឹងទៅឥឡូវខ្ញុំឧទាហរណ៍ថាបាក់ទូកអីចឹងទៅអញ្ចឹងសេតែប៉ុណ្្នឹងបងប្អូនឃើញហើយអត់ឃើញទេណាបាទសាលាបឋមសិក្សាវិទ្យាល័យបាក់ទូកអីចឹងទៅបងប្អូនដាក់មកវិទ្យាល័យបាក់ទូកចឹងមកឥឡូវយើង search រកមើលឃើញទេអត់មានទេអញ្ចឹងយើងដាក់សាលាផ្សេងឥឡូវយើងដាក់ថាអង្គរចុះអង្គរ high school ណាយើងដាក់មកឃើញអត់មានអត់ចឹងមកឲ្យ search តែម្ដងវិទ្យាល័យអង្គរ high school មានច្រើនមែនតើឃើញនេះច្រើនមែនតើអញ្ចឹងយើងយកមកយើងយកមួយណាក៏យកទៅអាហ្នឹងស្រេចតែយើងទេបើសិនណាបងប្អូនអត់មានទេបងប្អូន search ឲ្យត្រូវតំបន់បងប្អូនមកតោះមកយើង save តោះមកយើង share មួយចឹងទៅ
បន្តមកទៀតបងប្អូនទាញមកខាងក្រោមតើតើតំណឹងទីកន្លែងរស់នៅតើតើតំណឹង place នេះ place live កន្លែងរស់នៅរបស់យើងហ្នឹង place live ហ្នឹងអញ្ចឹងទី1គឺ current city តើបងប្អូនបច្ចុប្បន្នរស់នៅណាអញ្ចឹងបើសិនតែយើងនៅភ្នំពេញយើងយកភ្នំពេញមកស្លេចលើភ្នំពេញហើយយើង share មករួចជាស្រេចយើងបាច់ share ក៏បានដែរអូខេបន្តមក home town ទីកន្លែងកំណើតយើងស្លេចនៅលើ home town ហ្នឹងតែម្ដងបងប្អូនកើតនៅណារស់នៅណាបងប្អូនដាក់មកឧទាហរណ៍នៅភ្នំពេញកើតនៅភ្នំពេញយើងដាក់ភ្នំពេញទៀតមកហើយបងប្អូន search មកនេះសិតតែភ្នំពេញមានស្ទឹងមានជ័យមានច្បារអំពៅហ្នឹងបងប្អូនកើតនៅណាតំបន់បងប្អូននៅណាបងប្អូន select នៅហ្នឹងមកឥឡូវខ្ញុំឧទាហរណ៍ទេខ្ញុំយកមួយចឹងចុះ share មកហើយយើងបាច់ share ទេអូឃើញទេបន្តមកតើតើនឹង relationship បងប្អូនមានគ្រួសារនៅបងប្អូនមានគ្រួសារបងប្អូនដាក់មានគ្រួសារមកហើយបងប្អូនមាន relationship ដាក់ relationship ភ្ជាប់ពាក្យដាក់ភ្ជាប់ពាក្យរៀបការដាក់រៀបការមកតោះនេះចឹងអូខេអញ្ចឹងប៉ុណ្ណឹងយើង share ទៅរួចជាការស្រេចអញ្ចឹងនេះគឺជាការតុបតែង account របស់យើងដើម្បី account របស់យើងនោះគឺត្រឹមត្រូវរឹងមាំប៉ុន្តែមិនទាន់រួចរាល់ 100% ទេនៅជាច្រើនដំណាក់កាលផ្សេងទៀតតកតងទៅនឹងការយើងចាក់ 2FA បាទដើម្បី account របស់យើងនោះរឹតតែរឹងមាំមកតង់ទៀតណាហើយតកតងទៅនឹងការដាក់តាសញ្ញាណប័ណ្ណចូលដើម្បីយើងបញ្ជាក់ជាមួយក្រុមហ៊ុន Facebook ថាគឺជា account ផ្លូវការរបស់យើងអញ្ចឹងនៅក្នុងវីដេអូរបស់យើងថ្ងៃហ្នឹងគឺមានតែត្រឹមប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទសូមអរគុណ